ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលវាស្រែនៅកន្លែងនេះគេធ្វើស្រូវគេទៅលើគេពងតែត្រួសស្រូវអញ្ចឹងហើយយើងមើលដល់ពេលប្រហែលខែក្រោយស្រូវនឹងដុះឡើងហើយវែងចាំដល់ហ្នឹងខ្ញុំថតឲ្យបងប្អូនមើលទៀតឥឡូវនេះមកមើលទេសនាមើលទេសភាពដែលវាស្រែសិនមើលទៅឥឡូវស្រូវពណ៌ខ្លះទៅបងប្អូនមើលទៅពណ៌ហើយតាចាំមើលតែ2 ខែក្រោយមកត្រឹមជង្គង់ព្រាតហើយមានចកាស្វាយមានដូងមានអីជាដើមតាមហ្នឹងដែរបងប្អូនមានដើមផលបារាំងដើមថ្នោតដើមចេកហ្នឹងតាមតំបន់ស្រុកស្រែគឺទេសភាពមានតែប៉ុណ្្នឹងបងប្អូនមានតែគាត់ហៅធម្មជាតិអានេះមានចកាចេកចកាស្វាយតទៅមុខទៀតចឹងណាហើយនេះផ្លូវកាច់តំណនេះចកាស្វាយបងប្អូនមកទៅមានអីស្រុកស្រែមួយយ៉ាងដែរដើមថ្នោតដើមអីសឹងតែបងប្អូនខ្លះមិនដែរឃើញដើមថ្នោតហ្នឹងដែរបាទនេះផ្ទះបងប្អូនហ្នឹងតាមផ្លូវហើយទេសភាពអមដោយដើមឈើអញ្ចឹងណានេះចកាចេកចកាអីបងប្អូនអូមកទៅថាវិសាលស្រុកស្រែយើងមានអស្ចារ្យទេបងប្អូនគាត់ថាបែបធម្មជាតិបាទសូមអរគុណបងប្អូន